Cha có tay tay nhảy tha trong ban đây nắng cha sờ cô nè hai nhóm tay này ngò pe có tha hai đấy ban chỉ có xuồng chân vì muốn ngò bồn tay ngày nít cần nỡ tại ngò tiền chân hai có mò sờ mẹ cha ta sờ của cô nhằm cho mới tha tá về điều chuyện bài này hai sờ cô đi đá khử xóm cứ chọn một bồn tay rồi biệt vớ cứ tha nghi sủa clang mền nhóm có ở ba nái tha ta mong mong có sờ cô rồi đó có sờ rồi biệt nè bồn tay trong này nhóm cứ nhóm sờ chạy ai từ bộ nước cứ nhóm còn để chặt khăn trôn tách và tòa mò tới cửa lính cường nó ở làng ngồi hai bên nhóm trà sạch trong phố sai ni đá cứ nhóm tay đây chỉ nuôi mà mờn tê cho ông chân đi chụp trời kia pin nè lo lòng mà năng bay nhớ một bon ơi nơi bên để nhóm trà sạch cho hai cái nhóm cô chụp vòi việc bài ní rồi hô to tại sạch đang làng ngồi cho mùi nương cường trong phố vị thi thưa nè cứ thang nghe sủa khang mền tên một bon bị tức lo với nhá làng ngồi tại mà đòn sạch ấy cứ tha hiện ngồi cho mùi nương cường nâng mò trong phố nhóm ai tập bé lo có cố cứ nhóm tay để phơi bài nâng tại sao tại trăm piệt mà đây nhóm này có phép tha slo cứ dân thờ liền sai ở về làng ngồi sân tập thời thực slo bởi dưới nước về miền đồi chết rồi mùng hốp để nhóm thưa từng on nước cứ rút chết ở sợ đấtประมาณ tê hiện lòm lo mà là mồm nhằm tại mà đo chung pua bong bong này có ở toàn chết slo cố bong bong ảnh mưa nó không video nị bè nâng pe để sai cho riêng làng ngồi hái nhóm có ba nát tất đầm êm ngọt say nắng ở về làng hái có ba xong cái nước này miền sco miền bờ miền mì chay miền ảnh chân từ thực tim muối nhưng mà này đặt特別ច្រើនពេកទេណាតាមមកលមដើម្បីរងាស់សាច់ហ្នឹងឲ្យវាឡើងឆ្អិនតែពេលខ្ញុំសំគ្រឿងហើយគាត់ថាមកលមវាចូលក្នុងសាច់ហ្នឹងហើយបើខ្ញុំចាប់ផ្ដើមចាក់ទឹកទៅម្ដងទៀតដើម្បីឲ្យវាពុះហើយមិនចាប់ផ្ដើមដាក់បន្លែចូលចំពោះលពៅវាគឺជាបន្លែមួយដែលរឹងជាងបន្លែដតៃអញ្ចឹងហើយគឺខ្ញុំត្រូវតែដាក់វាមុនដើម្បីឲ្យលពៅហ្នឹងវាឡើងនៅពេលដែលទឹកហ្នឹងឡើងពុះតិចតិចហើយខ្ញុំក៏ចាប់ផ្ដើមច្រំប្រហុកហើយដាក់ប្រហុកចូលទៅហើយសម្លកូរគឺខ្ញុំតែងតែបង់ជាមួយនឹងដុំស៊ុបខ្នុរពេលដែលធ្លាក់មិញគឺជាដុំស៊ុបខ្នុរពេលហ្នឹងថារៀបនឹងបង្ហាញបងនៅក្នុងវីដេអូប៉ុន្តែគ្រាន់តែដាក់ទៅគឺធ្លាក់ចូលនៅក្នុងទឹកស្លហ្នឹងមកប្រើដុំស៊ុបខ្នុរគឺងាយស្រួលខ្លាំងមែនតើយើងអត់ប្របានៅក្នុងការសំគ្រឿងអីញ៉ៃញ៉ៃច្រើនទេពេលទឹកចាប់ផ្ដើមពុះហើយខ្ញុំក៏បានដាក់បងបន្លែដតៃទៀតចូលបន្លែគឺច្រើនខ្លាំងមែនតើសម្រាប់បន្លែកកូរគឺខ្ញុំទិញអ្នកលក់ដែលគាត់ចិត្តហើយសាទិញតែចំនួន 3000 ទេតែបានឡើងមកកញ្ឆេងធំមកបងអញ្ចឹងហើយមួយមុខនេះខ្ញុំអស់ប្រហែលជា720,000សម្រាប់គ្នាខ្ញុំ2នាក់ញ៉ាំឡើង3ពេលនៅពេលដែលលេងគ្រឿងពេលដែលចាក់ខ្លាញ់ចូលគឺទឹកស្លគឺវាចេញមករៀងមានខ្លាញ់តិចមើលទៅឃើញតែនងខ្លាំងមែនតែការបញ្ចូលសលេងមកខ្ញុំនេះរៀងស្អនតិចបងដោយសារតែនៅរៀងផ្ដាសាយនៅក្អអីទិញទួយពេលដែលណាត់បន្លែចូលហើយខ្ញុំក៏បានចាក់អង្គលេងចូលទៅជាមួយគ្នាផងដែរអង្គលេងនេះខ្ញុំទិញតែលក់តែ1000ទេតែបានរៀងច្រើនគួរសមដែរចំពោះខ្ញុំស្លកូរខ្ញុំអត់ទៅញ៉ាំវារៀងខាប់ពេកទេរៀងមានទឹកស្លអញ្ចឹងមើលទៅរៀងឆ្ងាញ់ខ្លាំងមែនតែពីមុនណាអត់ចូលចិត្តសោះស្លកកូរនឹងនិយាយតាមត្រង់ប៉ុន្តែឥឡូវគឺថាចូលចិត្តខ្លាំងមែនតើអញ្ចឹងមកកលេចមើលកូររបស់ខ្ញុំវិញនៅពេលដែលដាក់អង្គលេងហើយគឺខ្ញុំត្រូវកូរច្បល់វាដើម្បីឲ្យវាសប់ពេលដែលកូរហើយបងឡើងឈ្ងុយតែម្ដងជាមួយគ្រឿងដែលយើងបានលេងហើយនឹងអង្គលីងហ្នឹងសូម្បីតែពេលញ៉ាំទៅគឺទឹកស្លរបស់យើងមានអារម្មណ៍ថាគឺឈ្ងុយខ្លាំងមែនតែម្ដងវិធីដែលខ្ញុំធ្វើនេះគឺងាយស្រួលខ្លាំងបំផុតលឿនហើយចាប់បានញ៉ាំទៀតបងអាចមើលបានចំណាយលុយតិចហើយញ៉ាំបានឡើង3ពេលឡើងមួយឆ្នាំងពេញតែម្ដងចំពោះខ្ញុំពីមុនខ្ញុំគិតថាស្លកូរគឺវាសូនសាយច្រើនខ្លាំងមែនតែដោយសារមានបន្លែប្លុកអីច្រើនខ្លាំងគិតថាស្លមួយមុខហ្នឹងគឺពិបាកធ្វើតែដល់តែពេលបានធ្វើទៅគឺងាយស្រួលខ្លាំងមែនតែអត់មានអីពិបាកសោះហ្មងអញ្ចឹងកុំភ្លេចបងស្លកកូរញ៉ាំដែលមានរសជាតិឆ្ងាញ់ឈ្ងុយគឺថាជាតិខ្លាំងហ្មងហើយកុំភ្លេចណាបងជាមួយនឹងដុំស៊ុបខ្នុរដើម្បីឲ្យវាបង្កើនរសជាតិដោយសារតែដុំស៊ុបហ្នឹងគឺគេបានរំងាស់ចេញមកពីសាច់មាន់អញ្ចឹងហើយបានជាធ្វើឲ្យសម្លមួយមុខហ្នឹងណាគឺវាឆ្ងាញ់ខ្លាំងមែនតើសម្លកូររបស់ខ្ញុំពេលនេះក៏វាបានឆ្អិនរួចរាល់ដែរបងខ្ញុំអត់ដែរទុកឲ្យបន្លែដតៃទៀតវាឡើងឲ្យលួយពេកទេតែល្មមហ្នឹងគឺខ្ញុំបានបិទភ្លើងហើយបើយើងស្លឲ្យលួយពេកនៅពេលដែលយើងញ៉ាំទៅគ្រប់ឆ្នាំងអីតម្រាំទៅដល់ពេលញ៉ាំគឺហត់តែបន្លែហ្នឹងរៀងរលួយជាងនឹងទៀតពេលដែលឆ្អិនទៅមានអារម្មណ៍ថាវារៀងចម្រុះពណ៌គ្នាមើលទៅស្អាតខ្លាំងមែនតែសម្រាប់សម្លមួយមុខស្លហើយភ្លាមគ្រាន់តែឆ្អិនគឺដួសញ៉ាំភ្លាមតែម្ដងខ្ញុំវិញបងឲ្យតែពេលស្លឆ្អិនគឺដឹងតែញ៉ាំភ្លាមហ្មងព្រោះថាពេលដែលយើងស្លហ្នឹងគឺពេលដែលយើងហេវបាយមិនស្លហើយណាមួយស្លឆ្អិនភ្លាមញ៉ាំភ្លាមវាឆ្ងាញ់ជាងយើងទុកអីអញ្ចឹងទៅអូយតំណងខ្លាំងណាស់បងអើយខ្ញុំញ៉ាំបាយឡើង2 3ចាននោះញ៉ាំឡើងហល់តែម្ដងអញ្ចឹងចំពោះវីដេអូនេះក៏បានមកដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ